បើតាមការបែកធ្លាយកាលពីពេលថ្មីៗនេះអាចជារូបរាង Samsung Galaxy S27 Ultra ដែលក្រុមហ៊ុន Samsung ក៏ត្រៀមនឹងចេញដើមឆ្នាំ2027អញ្ចឹងអាចបែរជាខែ2ជាទូទៅក៏តែងតែចេញណាអ្វីដែលយើងកត់សម្គាល់មុនគេគឺតម្រងកាមេរ៉ានឹងតែម្ដងយើងឃើញថា S26 Ultra ក៏ដាក់តម្រងបញ្ឈរប៉ុន្តែសម្រាប់ S27 Ultra ហ្នឹងគាត់បែរជាប្រើប្រាស់កាមេរ៉ាផ្ដេកវិញអញ្ចឹងការដាក់កាមេរ៉ាផ្ដេកបែបហ្នឹងអាចឲ្យគាត់បញ្ចូលមុខងារថ្មីមួយដែលគេហៅថា G2 MagSafe Wireless Charging ដែល MagSafe នៅពេលយើងសាកជាឥតខ្សែហ្នឹងវា align ឬក៏វាត្រូវងាយស្រួលណាវាស្អិតជាប់ល្អមែនទែនជាមួយនឹងដែកដូនអញ្ចឹងហ្នឹងជាអ្វីដែលគាត់អាចនឹងបញ្ចូលថ្មីហើយមកមុនគាត់ជាចាប់អារម្មណ៍ថា S27 Ultra ហ្នឹងតម្រងកាមេរ៉ាប្តីហ្នឹងគឺមានកាមេរ៉ាតែ3គ្រាប់ទេអញ្ចឹងបើតាមការបែកធ្លាយយើងអាចដឹងថា S27 Ultra ហ្នឹងគាត់នឹងដកកាមេរ៉ាមួយចេញគឺ3គុណ telephoto 10 megapixel ដែលគាត់ដាក់កាលពីចំនួនមុនគាត់ដកចេញតែម្ដងអញ្ចឹងយើងទទួលបាន lens gold 200 megapixel lens telephoto 50 megapixel ហើយនឹង periscope 50 megapixel អញ្ចឹងយើងអត់មាន3គុណហ្នឹងទេហើយកាមេរ៉ាមុខក៏ដូចជា upgrade ដែរពី12 megapixel ឡើងទៅដល់16 megapixel ចំណុចមួយដែលចាប់អារម្មណ៍ដែរគឺតកតងនឹងថ្មសារ៉ាប់ថ្មប្រហែលជា6ចំនួនហ្នឹងសម្រាប់ Galaxy S series ហ្នឹងគឺគាត់ដាក់ត្រឹមតែ 5000 mAh ទេប៉ុន្តែតាមអ្វីដែលយើងដឹងចំនួនថ្មី S27 Ultra ហ្នឹងគេអាចធ្វើការប្រើប្រាស់ថ្មមួយយ៉ាងដែលមានឈ្មោះថា silicon carbon ដែលថ្មហ្នឹងគឺយើងទៅតែឃើញគាត់ដាក់នៅលើ Z Fold 8របស់គាត់ណាអញ្ចឹងមានន័យថាគាត់អាចរក្សាកម្រាស់ស្ដើងដដែលហើយគាត់អាចញាត់ទំហំថ្មហ្នឹងបានធំជាងមុនអញ្ចឹងអាចថា S27 Ultra ប្រើ silicon carbon ជាមួយទំហំថ្មអាច5400ឬក៏6000យើងអត់ច្បាស់ទេប៉ុន្តែដឹងតែថ្មគាត់ប្រហែលជាអាចដឹងដាក់កាន់តែធំជាងមុនឲ្យយើងហើយចូលទៅកាន់កម្លាំងម៉ាស៊ីនវិញគេអាចប្រើប្រាស់ Snapdragon 8 Elite Gen 6 Pro for Galaxy មានន័យថា chip 8 Elite ចំនួនទី6ណាអញ្ចឹងអាចនិយាយថាជា chip មួយដែលខ្លាំងចុងក្រោយទំហំវា2 nanometer ហើយក្រៅតែពីនេះឃើញមានពណ៌មួយចំនួនដែរដូចជាអាចមានពណ៌ក្រហមអាចមានពណ៌ស្វាយសខ្មៅក៏ថាពណ៌ថ្មីបែរជាអាចមានក្រហមដែរហ្នឹងយកអត់ច្បាស់ទេអាហ្នឹងគាត់ជាការបែកធ្លាយដែលយើងមើលនៅលើអ៊ីនធឺណិតឃើញណាហើយយើងនឹងចាំមើលថា Samsung Galaxy S27 Ultra ហ្នឹងនឹងមានរូបរាងបែបណាឲ្យប្រកបយើងនឹងចាំមើលទាំងអស់គ្នាបណ្ដៃភាគរយប្រហែលជាអាចកាមេរ៉ាផ្ដេកនឹងឯងអរគុណច្រើនខ្ញុំជួបបងប្អូននៅវីដេអូបន្តទៀត